អ្នកប្រុសបានល្បីទៀតហើយគេផ្អើលឡើងពេញភូមិថាចៅស្នេហ៍ដើរប្លន់សម្លាប់ហើយរំលោភមិនលើកលែងសំបីតែមកផ្ទះទេស្លាប់ហើយសំបីតែជេក៏មានក្រមសីលធម៌ដែរណាអូនសំឡាញ់យ៉ាឈួតនឹងប្រុសមែនទេហើយនឹងនេះតែបរាណដ៏មានអំណាចខ្លាំងក្លាកាត់តែមួយដៃក្របីវេទមន្តនោះក៏បានរលត់បាត់ទៅជួយផងមានគេចាប់ចម្រិតខ្ញុំហើយជួយផងអើហេមិញនេះឮសំឡេងនៅនេះសោះឥឡូវបាត់តាណាហើយមិនកើតទេគួរតែប្តឹងលោកមេឃុំឲ្យទៅបានហើយមិនដឹងតែពេលណារឿងនេះស្ងប់ទេអាចោស្នេហ៍ស្អីគេហ្នឹងឲ្យតែវាឃើញកូនអ្នកណាហើយដឹងតែមិនរួចខ្លួនទេបាត់មកយប់អីបានឃើញមកវិញហើយសភាពគឺត្រុតត្រោមណាស់វាមិនខ្លាចច្បាប់អីមិនបន្តិចសោះអាចោនេះវើយលោកម្ចាស់ឮតំណែងថាបាត់កូនកំមុំគេទៀតហើយនាងនៅចុងភូមិឯណោវាដូចជាមិនខ្លាចលោកមេឃុំសោះសូម្បីតែប៉ុនកញ្ចក់តែយើងគួរធ្វើយ៉ាងណាទៅទៀតយើងឈឺក្បាលណាស់ជាមួយនឹងវាយើងក៏បានសហការជាមួយប៉ូលីសតែនៅតែធ្វើអីវាមិនបានសោះតែយ៉ាងណាក៏យើងមិនចោះចាញ់វាដែរយើងត្រូវតែចាប់ឯងឲ្យបានអាចោស្នេហ៍ថាម៉េចវាហ៊ានដាក់ឈ្មោះឲ្យយើងថាចោស្នេហ៍ផងហ៎អាមេឃុំនោះវាដូចជាមានកូនកំមុំមួយដែរតាចាំមើលយើងនឹងធ្វើឲ្យវាចុកឈាមតែម្ដងកុំឲ្យវាបានមាត់កពេកប្អូនស្រីចេញតាណាមកណាប្រុងប្រយ័ត្នផងណាភូមិយើងឥឡូវនេះមិនទាន់ស្ងប់សុខទេហើយមានកំមុំជាច្រើនអ្នកដែលត្រូវអាចោលួចស្នេហ៍នោះវាបំផ្លាញទៅណាមកណានាំអ្នកបំរើទៅផងហើយប្រញាប់ចូលបន្ទប់ពីប្រលប់បន្តិចទៅណាកុំយឺតយូរក្រែងលោថ្លោះធ្លុយបងជួយមិនទាន់ទេចាបងប្រុសមិនអីនោះទេខ្ញុំអាចការពារខ្លួនបានណាមួយក៏មានអ្នកបំរើប្រុសស្រីទៅជាមួយដែរមានការអីក៏អាចជួយខ្ញុំបានហើយបងកុំបារម្ភអីនេះឯងជាប្អូនរបស់បងតែមួយមិនអោយបងបារម្ភយ៉ាងម៉េចអង្កើតយើងមានតែពីរនាក់បងប្អូនទេបងត្រូវតែបារម្ភអញ្ចឹងហើយនាងខ្សុចមើលនាងឯងឲ្យជាប់ណាបើមិនអញ្ចឹងទេដឹងគ្នាហើយឯងឈ្មោះខ្មោចមកកកោកមិនដាក់មកដាក់ឈ្មោះខ្សុចដាក់ចម្ប៉ាចម្បៃចម្ពូឬក៏បុផាអីទៅមិនព្រមដាក់ទេឯងនេះខ្សាច់នឹងហើយពីរណាលោកប្រុសខ្លីតែខ្លឹមងាយចាំហើយក៏មានស្នេហ៍ប្រុសលើហើយគឺចូលចិនចូលចិត្តដេញធាក់បានត្រូវនិយាយមិនមើលរៀងសោះឡើងកញ្ចាស់ហើយនឹងមិនដឹងខ្លួនទៀតកុំចេះរៀងស្អាតដូចយើងគេឃើញភ្លាមគេដឹងតែតាមលួចស្រឡាញ់មិនខានទេបើគេបោកយកលុយចាយទៅត្រូវឲ្យទៅជួបស្នេហ៍លើកណាបើគេមិនបោកយកលុយក៏បោកយកទៅឲ្យធ្វើការឲ្យគេដែរគេបញ្ចូលតែបន្តិចសោះធ្វើការងាប់ចោលថ្ងៃមុនកុំតែទៅជួយតន់កុំអីចងកលើដើមមកអមងាប់បាត់ទៅហើយបានហើយពួកបងឲ្យតែបានជួបគ្នាលើកណាមិនដែលត្រូវគ្នាមួយផ្លេតសោះនិយាយអញ្ចឹងដល់ពេលទៅធ្វើការឲ្យបងគួរតែប្រញាប់ទៅក្រៃលុយជ្រុលពេលណាបងអញ្ចឹងបងទៅហើយណាដូចជាសគាតិចនឹងអ្នកទាំងពីរនេះដែរហ្នឹងមិនដែរលើលោកប្រុសស្ដីឲ្យទេឯងនេះមិនចេះទប់មាត់សោះហើយថាឲ្យអ្នកទាំងពីរហ្នឹងឆ្លោះគ្នាគ្មានថ្ងៃលោះទេប្រយ័ត្នឆ្លោះគ្នាយូរទៅយើងឲ្យទៅសែនព្រេនឲ្យទៅទោះអត់មានស្រីលើលោកនេះក៏ខ្ញុំសុកចិត្តនៅព្រៅតែឯងដែរណាលោកម្ចាស់មិនទៅយកនាងខ្សុចអីគេហ្នឹងទេឯងគិតថាយើងចង់បានឯងណាស់មែនទេទោះប្រុសអស់មួយផែនដីនៅសល់តែឯងម្នាក់ក៏យើងខ្ពើមយកឯងដែរធ្វើហើយឲ្យតែបានសាច់រឿងដឹងតែចូលតួទៀតហើយពួកឯងនេះបងទៅហើយណាអូនចាបងប្រុសអញ្ចឹងទៅចាអត់ទេវាមិនទាន់មានប្រពន្ធផងមានកូនមកពីណាប្រហែលជាសង្សារវាឲ្យមើលទៅតែទោះជាយ៉ាងណាក៏ដោយយើងនឹងធ្វើឲ្យឯងស្គាល់ថ្នាំខ្លាំងរបស់យើងនៅមិននៅមកអាលពុកមាត់ខ្លាមិនដឹងថាកញ្ចក់វាលាក់នឹងក្រោមសោះល្មមបានហើយកូនអាល្បែងឆ្នៃនេះវាមិនរីកចម្រើនទេឥឡូវនេះឯងកាន់តែល្បីហើយប៉ូលីសក៏ខ្វាត់ខ្វែងដៃជើងរកមុខឯងដែរពុកគិតថាឯងគួរតែទៅនៅក្រៅជាមួយពុកហើយបើមិនទៅនៅទេក៏ទៅលំហែឲ្យបានធូរអារម្មណ៍ខ្លះទៅខ្ញុំមិនទាន់ចង់ទៅណាទាំងអស់ពងលុះត្រាតែបានសងសឹកគំនុំចាស់សិនជាពិសេសអាមិត្តទុរយសនោះខ្ញុំនឹងធ្វើឲ្យវាទទួលបាននូវភាពស័ក្តិសមត្រឡប់ទៅវិញមិនអញ្ចឹងទេទោះខ្ញុំទៅដល់ទីណាក៏ដូចតែគ្នាដែរព្រោះភ្លើងក្នុងចិត្តកូនមិនទាន់ស្ងប់ទេណាពង
លោកម្ចាស់អ្នកប្រុសបានល្បីទៀតហើយគេផ្អើលឡើងពេញភូមិថាចៅស្នេហ៍ដើរប្លន់សម្លាប់ហើយរំលោភមិនលើកលែងសំបីតែមកផ្ទះទេលោកប្រុសបានល្បីឈ្មោះជាងតារាថតកុនទៅទៀតបានឯងកំពុងតែសរសើរឬក៏ថាឲ្យយើងអាប៉ូលីសម្នាក់នេះវាសម្បើមណាស់ដើរសំអុយឈ្មោះយើងហើយនៅលៀបពួរឲ្យយើងទៀតមិនអីទេយើងគង់តែបានជួបគ្នានៅថ្ងៃណាមួយជាមិនខានអាយ៉ាគឺនាងម្នាក់នោះតាជួបគ្នាទៀតហើយកំពុងតែក្តៅក្នុងចិត្តផងស្រាប់តែមានអ្នកមកស្អំបេះដូងហើយតានេះបើស្រឡាញ់ក៏តាមគេទៅលោកប្រុសតែស្រីស្អាតជួបនឹងប្រុសសង្ហាហើយលោកប្រុសឯងកំពុងតែបង្រៀនយើងមែនទេបានខ្លាចលោកប្រុសល្ងងអូមែនទេខ្លាចលោកប្រុសទៅមិនទាន់ព្រោះផ្កាតែងតែជាចំណីរបស់វងកន្លងបានអរគុណហើយដែលបានបង្រៀនខ្ញុំណាបងប្រុសបានមិនអីទេកុំភ្លេចឲ្យរង្វាន់ថ្លៃបង្រៀនផងណាបានហើយនេះយកមកជើងនេះទៅអាយ៉ាចេះកិច្ចតន់សំណាងហេតុដែលបានរៀនក្បាច់គុណតាំងពី1លានឆ្នាំមុនកុំអីកិច្ចមិនផុតពីជើងផ្ទះនេះទេអានេះໄວនៅយូរទៅមិនដឹងនរណាមេនរណាកូនចៅទេនេះតែបើនិយាយទៅយើងបានវានឹងហើយគ្រាន់នៅកំដរពេលអបផ្សងសាតែងតែតាមដាននីតាជារៀងរាល់ថ្ងៃមិនថានាងទៅផ្សារដើរលេងឬក៏ទៅទីណានោះទេគឺតាមមើលនាងគ្រប់សកម្មភាពតែម្ដងមកលឿនឡាបងកុំយូរពេកបើយឺតយូរអញ្ចឹងគឺមិនងាយដល់កលដៃទេណាឆាប់តាមខ្ញុំមកលឿនឡើងអូនអ្នកនីងាកុំលឿនពេកខ្ញុំតាមតន់ទេកុំលឿនពេកមើលខ្ញុំពលណាជីសេះបែបហ្នឹងបើមិនពលទៅចម្លែកគេជីបែមុខឯងជីសេះបែទៅក្រោយប្រយ័ត្នសេះវត្តមកកតុយចំមុខធ្លាក់ចូលព្រៃបាត់ទៅចោះឲ្យធ្វើយ៉ាងម៉េចទៅបងខ្ញុំមិនដែរជីសេះផងនឹងមិនទាន់រៀនផងស្រាប់តែអ្នកនាងហៅឲ្យមកជីតែម្ដងហើយអូយជាកូនស្រីទេតែចង់ជីសេះដូចកូនប្រុសអញ្ចឹងមិនដឹងកាត់ទៅរកអ្នកណាទេលោកអាយលោកបើអ្នកប្រុសដឹងច្បាស់ច្បាច់ខ្នងជាមិនខានទេមកឲ្យលឿនឡើងបងកុំរវល់តែឆ្លោះគ្នាខ្ញុំទៅចោលឥឡូវហើយយឺតណាស់ពួកបងឯងនេះសប្បាយដល់ហើយសប្បាយណាស់កំពុងតែជីសេះសប្បាយផងស្រាប់តែមានសេះមួយបានមកពីមុខចំកណ្ដាលផ្លូវធ្វើឲ្យស្រះធីតាធ្លាក់ទៅលើក្នុងសេះជួយផងហើយអាគាត់ឯងនេះមកពីណាបាច់ជិះមិនមើលមុខមើលក្រៅអញ្ចឹងអូយចង់បាក់ចង្កេះខ្ញុំទៅហើយអូយហ្នឹងហើយចង់បាក់ចង្កេះមែនហ្នឹងនាងទេដែលមើលមុខមើលក្រោយជីសេះឲ្យធ្វើរឹកឡើងសស្លាក់សស្លាទៀតហើយចាស់ឡើងមិនក៏មិនចាញ់តែនិយាយច្រើនដល់ណាទៀតយ៉ាប់ណាស់កំពុងតែសម័យផងមកជួបមនុស្សប្រុសដូចជាលោកទៀតខ្ញុំគិតថានាងទេដែលគួរតែចាញ់នោះយេមកត្រោបពីលើគេហើយដេញគេចាញ់ទៀតឲ្យរើយ៉ាងម៉េចរួចបើធ្ងន់ដូចកបីអញ្ចឹងនោះអូសំតខ្ញុំស្មានថានៅលើខ្នងសែនតាអញ្ចឹងបាច់ជាមានអារម្មណ៍ថាដូចជាស្រួលខ្លួនជាងជីសេងនិយាយច្រើនដល់ណាទៀតចាញ់ទៅខ្ញុំធ្ងន់ណាស់នាងនេះធ្ងន់ដូចកបីមែនហ្នឹងណែឡើងតើខ្ញុំធ្ងន់ដូចជាកបីតែខ្ញុំក៏ជាស្រីស្អាតដែរនេះអូអញ្ចឹងតើបានជាក្លិនរបស់អូនក៏អូបខ្លាំងម្ល៉េះមិនអញ្ចឹងទេធ្វើជាសង្សារបងទៅអីបងក៏ទំនេរមកយូរដែរហើយណាហាណែប្រព្រឹត្តមិនមែនប្រែនឯងជាអ្នកណាហើយខ្ញុំជាអ្នកណាខ្ញុំមានគូដណ្ដឹងហើយណាតែតើខ្ញុំមិនមានក៏ខ្ញុំមិនយកអាគាត់មកឆ្កែដូចជាលោកឯងដែរនឹងដំបងស្មានថាសភាពខំតែអាហ្នឹងហើយនេះយកមកកំភ្លៀងនេះទេអេណែចាប់ជាប់ហើយសំបីតដៃក៏ក្អូបដែរឬចោះសក់វិញហើយថ្ពាល់អូននោះតែសុំស្រង់ក្លិនបន្តិចបានទេអាចឆ្លើយនេះយកមកជើងនេះទៅលើក្រោយកុំឲ្យមើងងាយស្រីទៀតនេះអេកុំតន់អីពើតន់អញ្ចឹងមិនសមទេព្រលឹងមាសបងចាំពេលណាមួយសំរុំចាំតន់បងក៏មិនប្រកាន់ដែរលេងយើងឆាប់ទេតែពេលបងប្រុសយើងមកដល់អាចច្បាស់ចម្រួតទេលេងយើងទេអាប្រុសស្អាតលើភ្នំតកលេងយើងឆាប់លេងយើងទេអាតកត្រីថ្ងៃអូយចង់ស្លាប់ហើយសំបីតិជេក៏មានក្រមសិលធម៌ដែរណអូនសំឡាញ់តែកុំជេរបងថាអាលលេអីណាព្រោះបងមិនមែនជាអំបិលដែលត្រូវទឹកនោះទេចាំបន្តិចទៀតណាអំបិលដូចបងនឹងចូលទៅក្នុងសម្លដើម្បីឲ្យស្នេហ៍យើងកាន់តែមានរសជាតិណាអូនណាឆាប់លេងនាងរបស់ខ្ញុំទៅបើមិនអញ្ចឹងទេឯងនឹងស្លាប់ជាមិនខាន
ហើយបើដឹងដល់លោកមេឃុំឯងច្បាស់ជាមិនសល់ឆ្អឹងទេជាពិសេសអ្នកនាងជាគូតដឹងរបស់លោកប្រឡាត់សែមឆាប់លេងអ្នកនាងយើងភ្លាមទៅគូតដឹងរបស់អាសែមហ៎ពិតជាមានន័យណាស់ដំបងស្មានតែជាស្រីស្នេហ៍លោកមេឃុំតាអញ្ចឹងឯងនាំពាក្យយើងទៅប្រាប់អាសែមផងថាស្អែកនេះយើងនឹងនាំគូតដឹងវាទៅឲ្យវាវិញតែយប់នេះនាងនឹងនៅជាមួយយើងពេញមួយយប់សិនគ្រាន់តែនិយាយចាំក៏មានភ្នែកបន្ទោលមួយមកសាក់ហើយនឹងនីតាក៏បាត់ខ្លួនមួយរំពេចនោះតែម្ដងទៅអត់ទេអ្នកនាងអើយខ្ញុំប្រាប់ហើយថាកុំទៅណាឆ្ងាយពេកឲ្យនៅតែក្បែរផ្ទះទៅបានហើយមិនជឿទេឥឡូវផ្លត់ឲ្យតតែបានអូយធ្វើយ៉ាងម៉េចទៅបងខ្ញុំគិតចាញ់ទេយើងត្រូវតែយករឿងនេះទៅប្រាប់លោកមេឃុំនិងលោកប្រឡាត់ទៅបានមិនអញ្ចឹងទេអ្នកនាងច្បាស់ជាមិនរួចខ្លួនទេតោះបញ្ញាប់ទៅក្រែងលោកអាចស្រោចស្រង់បានសូមកុំឲ្យអ្នកនាងមានបញ្ហាអ្វីកើតឡើងអីមិនអញ្ចឹងទេខ្ញុំមានវបដិសារីអស់មួយជីវិតហើយគ្មានសង្ឃឹមទេល្បីពីអាចោនេះយូរហើយមិនមានអ្នកណារួចខ្លួនម្នាក់ឡើយណាប្រៀបដូចជាផ្កាកំប៉ុំអញ្ចឹងបានស្រស់ស្អាតតែមួយផ្លែតបន្តិចក្រោយមកក៏ត្រូវកន្លងក្រេបលំអងបាត់រូបបាត់ឆោមខ្លាចជាផ្កាស្រពោនក្រៀមស្វរស័ព្ទតាមវេហាទៅហើយអ្នកនាងហើយអ្នកនាងមិនគួរសោះអាចោលួចស្នេហ៍នេះវាមិនក៏មិនមកយកខ្ញុំចំនួនអ្នកនាងវិញហើយពិតជាភ្នែកស្អុយមែនហេស្ដាប់នាងទៅកំពុងតែស្ដាយអ្នកនាងឬក៏ស្ដាយចោលមិនចាប់នាងទៅហើយគិតតែខ្លួនឯងជាស្រីស្អាតមិនមែននងនាងខ្សោចមានណាបងគ្រាន់តែចូលតួបន្តិចហ្នឹងណាគ្រាន់តែមើលពីក្រោយក៏ឃើញថាសង្ហាដែរអាចោលស្នេហ៍នេះសាច់ដុំធំធំមានមាំគួរឲ្យចង់ប្រឡែងបានមកចិត្តដឹងតែអើយខ្ញុំមិនអស់ចិត្តតែម្ដងហើយយ៉ាឈួតនឹងប្រុសមែនទេហើយនឹងនេះដំបងគិតថានាងសោកសង្រេងនឹងចូលចាប់អ្នកនាងឥឡូវចប់បដ ாய் បានហើយតោះទៅផ្ទះទៅរាយការណ៍ឲ្យលោកមេឃុំមិនដឹងជាអាម៉េចអាម៉ាទេដឹងតែស៊ីផ្ដៅឲ្យត្រៀមខ្លួនទៅឯងចេះណាហើយមានក៏បំណងអីបាត់ជាចាប់យើងមកទីនេះឆាប់លេងយើងទៅវិញទៅឯងចង់បានអីយើងឲ្យឯងទាំងអស់នេះលេងយើងទៅមិនចឹងទេឯងគេចមិនផុតពីគុកទេបងយើងជាមេខំហើយគូនដឹងយើងគឺជាពីឡាត់ទៀតផងនេះលេងយ៉ាងម៉េចបានទៅបើបងស្រឡាញ់អូនឡើងដល់ឆ្អឹងទៅហើយនឹងកុំធ្វើអញ្ចឹងណាពៅមាអូនជាបេះដូងបងបើបងលេងទៅពិតជាស្ដាយណាស់អូនមិនដែលដឹងថាបងជានរណាទេអីកុំនៅក្នុងភូមិទៅបានម្ដាយបងហើយគឺទៅវិញដឹងតែខ្ញុំមិនអាចធ្វើចម្រៀនទេធ្វើមិននឹងដឹងពីឯងទេអូមែនហើយឯងគឺជាចោតស្នេហ៍នោះមែនទេហាចាប់ហើយធ្វើយ៉ាងម៉េចទេលោកបងចៅអើយលេងខ្ញុំទៅវិញទៅណាកុំធ្វើបាបខ្ញុំអីខ្ញុំគ្រាន់តែជាស្ត្រីទន់ខ្សោយម្នាក់តែប៉ុណ្ណោះលេងខ្ញុំទៅវិញទៅណាបងចៅណាយ៉ាងម៉េចដែរលេងខ្លាំងហើយមែនទេមិនដូចជាខ្លាសោះស្រីទន់ខ្សោយណាស់ចាញ់ឡើងសុទ្ធតែក្បាច់គុណពេញខ្លួនតែកុំសង្ឃឹមអូនមិនអាចរួចពីកណ្ដាប់ដៃបងបានទេហើយអូនគិតថាអបឡាត់នោះនៅតែស្នេហ៍អូនទៀតមែនទេនៅពេលដែលបើដឹងថាអូនត្រូវចោលស្នេហ៍ចាប់យកមកធ្វើជាប្រពន្ធហើយនោះកូនកំមុំវាបាត់ពេញមួយយប់ទៅហើយវានៅគិតថាអូនជាមាសទឹក10ទៀតដែរទេប្រកាសនេះគាត់គឺស្រឡាញ់ខ្ញុំនេះខ្ញុំជឿជាក់លើគាត់ណាមួយយើងបានស្គាល់គ្នាតាំងតែពីតូចមកម្ល៉េះគាត់មិនក្បត់ខ្ញុំនោះទេស្គាល់វានឹងបានប្រមាណភាគរយហើយបងក៏ចង់ដឹងដែរថាពេលដែលវាបានជួបអូនហើយនោះវាធ្វើចរិតបែបណាទៅទោះបងមិនធ្វើអីអូនក៏ដោយក៏វានៅតែមានមន្ទិលដែរទោះជាយ៉ាងណាក៏ដោយចាស់លោកក៏មានម្ដាយហើយនឹងប្អូនស្រីដែរតែមែនទេលោកដាប់បំផ្លាញនាងគ្រប់គ្នាបើប៉ះចំលើញីរបស់លោកវិញនោះតើលោកជឿចាប់ទេចិត្តជាស្រីដូចគ្នាភាពបរិសុទ្ធសំខាន់ណាស់សម្រាប់ប្តីគ្រប់គ្នាមិនថាប្រុសមិនថាស្រីទេគឺត្រូវតែទុកភាពស្អាតស្អំនេះសម្រាប់គូអនាគតរបស់គេតែប៉ុណ្ណោះលោកយល់ទេបងមិនឈឺចាប់អ្វីទាំងអស់តែបងនឹងលេងហ្គេមជាមួយអូនម្ដងកន្លងមកគ្មានស្រីណាអាចរួចខ្លួនពីបងបានទេតែអូនជាករណីលើកលែងទៅចុះចាំមើលតើគូស្នេហ៍របស់អូនយល់យ៉ាងណាដែរនៅពេលដែលបងជូនអូនទៅជួបគេនៅថ្ងៃស្អែកនេះអញ្ចឹងលោកត្រៀមជើងរត់ចេញពីក្របសំណល់ឲ្យហើយទេប៉ូលីសនឹងស្ទាក់ចាប់លោកជាមិនខានឡើយចុះល្បីឈ្មោះមិនអីទេបងកាន់តែពេញចិត្តនៅពេលដែលមានមនុស្សកាន់តែច្រើនខ្លាចតែសងសារអូនទៅវិញទេដែលកិច្ចមិនទាន់នោះហើយអូននឹងខ្លាយទៅជាស្រីមេម៉ាយ
បើគង់តែជាមេម៉ាយដដែលអញ្ចឹងអូនមកសាកធ្វើជាប្រពន្ធបងលោមើលទៅដឹងតែអូននឹងជាប់ចិត្តជាមិនខានទេ និយាយមិនទាន់ចាំសាក់ក៏បានដាស់តម្រង់ទៅនារីស្រីនាងក៏ឃើញកំបិតមួយលើទឹកបំរុងនឹងរត់ទេដែលផ្លេចខ្លួនសាក់ក៏តត់តុកនោះចេញមួយទំហឹងទឹកក៏រអិលត្រូវជើងនីតាហើយកំបិតក៏បានធ្លាក់មកចាំជើងស្រីដោយភ័យពេកនាងក៏សន្លប់បាត់ទៅ ស្អីគេគ្រាន់តែមុតចាញ់ឈាមបន្តិចសោះស្លាប់បាត់ទៅហើយខាតពេលតែម្ដងឲ្យខ្ញុំមិនចេះស៊ីអារម្មណ៍ជាមួយនឹងគល់ឈើទេចាំនាងដឹងខ្លួនវិញចំកិតទៀតក៏បានដែរ ហើយរួចខ្លួនបានមកពេលកុំតែឆ្លាតតន់កុំអីអាចោនេះបែបផ្កាខ្ញុំក្រើបលំអងបាត់ទៅហើយលោកប្រជួយផងនាងត្រូវអាចោចាប់យកទៅបាត់ហើយខ្ញុំខំជួយដែរតែជួយមិនទាន់ហើយខ្ញុំខំតវ៉ានឹងវាឲ្យវាចាប់ខ្ញុំទៅជំនួសតែវាមិនយកខ្ញុំទេវាចាប់យកនាងទៅបាត់ហើយលោកប្រ បើចៅធាក់បីជើងអីទៅផ្សំឲ្យមើលនាងឲ្យជាប់តែបែរជាឲ្យនាងទៅលេងនៅឆ្ងាយពីផ្ទះទៅវិញសំមុខហើយប៉កែយកមុខមាត់ណាស់តែមិនត្រូវពេលឲ្យវាអញ្ចឹងទៅចោ កុំមកចេះធ្វើតែការងាររបស់ឯងទៅបានហើយលោកម្ចាស់ខ្ញុំព្យាយាមហើយតែលោកម្ចាស់ក៏ដឹងថាអ្នកនាងពិបាកបដៅខ្លាំងណាស់អ៊ុយមិនមែនទេគឺពិបាកនិយាយណាស់គាត់តាមតែចិត្តខ្លួនឯងនឹងហើយលោកក៏ដឹងដែរទេម្ចាស់ ហើយប្អូនស្រីអើយមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេលពឹសណាស់បងប្រាប់ឲ្យនៅតែមិនជឿឥឡូវធ្លុយតល់តែបានពួកឯងទាំងអស់គ្នាចាត់គ្នាទៅរកប្អូនស្រីយើងឲ្យខានតែបានបើមិនឃើញទេមិនបាច់មកវិញទេលបងអូនធីតាយ៉ាងម៉េចទៅហើយខ្ញុំគ្រាន់តែលឺតំណែងភ្លាមក៏មកផ្លេតតែម្ដងអាចោនេះសាហាវណាស់តែចាប់បានដឹងតែប្រលេះឯងឲ្យអស់ចិត្តហើយបងកំពុងតែឲ្យគេតាមរកហើយយ៉ាងណាក៏ត្រូវតែសហការពីប្អូនដែរមិនអីទេបងវាជាភារកិច្ចរបស់ខ្ញុំស្រាប់ទៅហើយខ្ញុំមិនបដ ாய் ឲ្យវារួចខ្លួនទេវាហ៊ានចាប់ស្រីជាទីស្រឡាញ់របស់ខ្ញុំផងលោកម្ចាស់វាបានបោះសម្ដីមកថាស្អែកនេះវានឹងនាំនាងមកនៅឯចុងព្រៃឯណោតែយប់នេះវានៅជាមួយនាងសិននេះឯងកំពុងតែប្រាប់ដំណឹងឬក៏មិនឈឺយើងពួកឯងនេះសុទ្ធតែចិញ្ចឹមបំបងបាយតែម្ដងហើយមើលមនុស្សស្រីម្នាក់ក៏មិនជាប់អាចោចង្រៃគង់តែដឹងគ្នាទេពេលជួបឯងពេលណាយើងនឹងឲ្យឯងដឹងដៃម្ដងពួកយើងត្រៀមខ្លួនឲ្យរួចរាល់យើងនឹងកំទេចវា ពេលស្អែកមកដល់សាក់ក៏បាននាំនីតាមកចុងព្រៃដោយដែលបាននិយាយគ្នា យ៉ាងម៉េចទៅហើយលោកប្រឡាន់សុខសប្បាយជាទេខ្ញុំបាននាំគូតដឹងលោកមកប្រគល់ឲ្យលោកវិញហើយសូមធានាថាមិនបានធ្វើអ្វីបន្តិចទេតែបើច្រើនមិនប្រកាសទេណា លោកកុំនិយាយផ្ដេសផ្ដាស់អីនេះទុកកិត្តិយសឲ្យខ្ញុំផងទេមិនមានអីនឹងគ្នានោះទេបងប្រាបងសែមខ្ញុំអីទេបងកំរាំអីនេះ ឯងឆាប់ដោះលែងប្អូនស្រីយើងភ្លាមមកបើចង់ឲ្យសាកសពឯងនៅទាំងមូលបើមិនអញ្ចឹងទេវានឹងខ្ទេចទៅជាផេះអូមិនអីទេបងថ្លៃខ្ញុំនាំនាងមកឲ្យបងវិញធានាថានាងសុខសប្បាយទេស្គាល់គ្នាឲ្យបានច្រើនបន្តិចទៅណាបន្តិចទៀតនឹងคล้ายជាញាតិនឹងគ្នាហើយសាច់ញាតិហ៎ហក់យកកបិតហោះមួយទៅ ពេលនោះមេឃុំក៏គប់កំបិតសម្ដេចទៅចោលស្នេហ៍តែត្រូវគេចាប់បានប្រយ័ត្នគ្រាន់បានណាឯងនេះដែលអាចចាប់កំបិតបងប្រុសយើងបានមិនចឹងទេខ្សែហើយគាត់ជំនាញណាស់អារឿងដែរកំបិតនោះប្រងខ្លួនទេ អរគុណណាស់អូនសំឡាញ់ដែលបានរំលឹកប្រាប់ប្តីកុំអីអូនច្បាស់ជាមេម៉ាយហើយមែនទេបងថ្លៃ អាចង្រៃឆាប់លេងគូតដឹងយើងភ្លាមមកមិនអញ្ចឹងទេយើងនឹងតាមកំទេចទាំងសម្បុកមិនឲ្យសល់ម្នាក់ទេ ខ្លាចហើយមែនទេឯងមើលចាស់បន្តិចទៀតនេះចចកនឹងមកស៊ីឯងគ្មានសាច់ឆ្អឹងទេព្រោះថាឯងធ្វើអាក្រក់ច្រើនណាស់ នេះអូនបារម្ភពីប្តីផងហ៎អាសែមកុំមកសម្ដែងជាមនុស្សល្អពេកថ្ងៃនេះយើងមិនចង់ប្រឡាក់ឈាមទេយើងនឹងទុកជីវិតឆ្កែឲ្យឯងសិនចុះ ដែលខាងនឹងភក្តីសែមក៏បានប្រាមុនអាគមក្របីភ្លើងដើម្បីនឹងបានជីវិតសាក់ក្របីនោះមើលទៅមានអំណាចណាស់ក៏បានរត់សម្ដែងទៅសាក់ប្រងនឹងសម្លាប់តែសំណាងល្អដល់សាក់ក៏មានរបស់ល្អដែរគឺដាបបុរាណដ៏មានអំណាចខ្លាំងក្លាកាត់តែមួយដៃក្របីវេទមន្តនោះក៏បានរលត់បាត់ទៅ មានតែប៉ុណ្្នឹងទេអាប៉ឡាន់អន់អញ្ចឹងយកទៅវិញទៅដើម្បីកុំឲ្យខាតពេលដែលឯងខំប្រឹងសម្លាប់យើង ពួកគេទាំងពីរនាក់ក៏បានប្រឹងអស់ទាំងកម្លាំងសាក់ធាក់ខ្សែមួយជើងដួលភ្ងាក់ក្រោយសាក់ហក់
ធាក់ទៅដាក់មួយដៃទីនតែត្រូវមេឃុំចូលមកទុកជាប់បំរុងនឹងវាទៅចោលស្នេហ៍តែចោលស្នេហ៍ក៏បានកិច្ចផុតគេថាសាច់ញាតិនឹងគ្នាមិនប្រយុទ្ធគ្នាទេបងថ្លៃយកប្រពន្ធខ្ញុំទៅសិនចុះចាំថ្ងៃក្រោយយើងនឹងជួបគ្នាទៀតណា បើឯងខ្លាំងកម្រុតយើងប្រយុទ្ធគ្នាឲ្យដឹងសខ្មៅទៅអាចោ500ថ្ងៃណាមួយយើងនឹងចាប់ឯងញាត់គុកឲ្យបានកុំគ្រាន់បើពេកចាំថ្ងៃក្រោយទៅរបួសឯងយ៉ាងហោចណាស់ក៏មួយខែដែរបានជាឲ្យចាំមករកយើងស្វាគមន៍ឯងជានិច្ចណា យ៉ាងម៉េចទៅហើយបងសែមគឺដោយសារតែខ្ញុំទៅបងខ្លាចទៅជាបែបនេះបងប្រុសបងយ៉ាងម៉េចទៅហើយបងមិនអីទេតែបងក្តៅចិត្តណាស់ដែលចាប់អាចោស្នេហ៍នេះមិនបានតែមិនអីទេគង់តែមានថ្ងៃណាយើងជួបគ្នាម្ដងទៀតមិនខានកុំតន់និយាយច្រើនអីណាបងតើបងមិនខំនាំគ្នាទៅជាបារបួសសិនទេដោយការរៀបចំចាប់ចាំមិនបានសម្រេចពួកគេក៏នាំគ្នាត្រឡប់ទៅផ្ទះវិញដើម្បីរៀបចំផែនការថ្មីកម្ចាត់ចោលស្នេហ៍ម្ដងទៀត